Bà Premot Cheti mêត្រីmà sớm mánh xaព័ត៌មានថៃបានផ្សាយថាគេបានរកឃើញពន្លឺទូរស័ព្ទនៅក្នុងអាគារបាទហើយថ្ងៃនេះថាតើក្រុមការងាររុករកគេនឹងអាចជួបបាទអ្នកដែលរស់រានមានជីវិតទេឥឡូវនេះយើងទៅស្ដាប់ការបកស្រាយរបស់ប្រវ័ណ្ណបាទដែលជាកម្មករខ្មែរធ្វើការនៅទីនោះបាទគាត់បានដឹងច្បាស់ថាតើគេបានរកឃើញឬក៏យ៉ាងណាបាទសូមស្ដាប់ប្រវ័ណ្ណបន្តិចដូចតទៅបាទមិនខូប្រវត្តិបងប្អូនណាហើយក៏ស្ថានភាពដែលថាឃើញបងប្អូនយើងដែលថារស់នឹងមិនមែនទេបងប្អូនណាហ្នឹងហើយកុំច្រឡំដោយសារតែអត់ច្បាស់លឿនក៏យើងយកទៅចេញពលមានឥឡូវគេបាទប្រិមិត្តជាទីគោរពមេត្រីយើងទៅអាប់ដេតព័ត៌មានទាក់ទងទៅនឹងការរុករកអ្នកដែលបាត់ខ្លួនក្រោមគំនរអាគារដែលបានដួលរលំដោយគ្រោះរញ្ជួយដីនៅប្រទេសថៃសម្រាប់ថ្ងៃសៅរ៍ទី12ខែមេសាឆ្នាំ2025គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល15ថ្ងៃហើយម្សិលមិញនេះសារព័ត៌មានថៃបានចុះផ្សាយព្រមព្រៀងទាក់ទងទៅនឹងក្តីសង្ឃឹមដែលគេបានឃើញសញ្ញាភ្លើងទូរស័ព្ទនៅក្នុងគំនរអាគារហើយគេក៏បាន scan រកមើលទៅគឺភ្លើងនេះគឺមានជម្រៅប្រមាណជា2ទៅ5ម៉ែត្របាទនៅក្នុងគំនរអាគារនោះដែលគេមានក្តីសង្ឃឹមថាអាចមានមនុស្សនៅរស់ហើយរហូតមកដល់ពេលនេះដំណើរការនៃការរុករកចាប់ពីពេលដែលគេបានឃើញភ្លើងរហូតមកដល់ថ្ងៃនេះបាទគឺមានរយៈពេល24ម៉ោងហើយក៏ប៉ុន្តែនៅមិនទាន់ជួបអ្នកដែលមានជីវិតនៅឡើយទេផ្ទុយទៅវិញគេបានរកឃើញតែសាកសពបាទចំនួន7អ្នកបន្ថែមទៀតនៅថ្ងៃនេះបាទប្រិមត្តទស្សនិកជនគិតត្រឹមថ្ងៃទី12ខែមេសា2025នេះក្រុមអ្នករុករកបានរកឃើញសាកសពដែលបានស្រង់ចេញមកពីអាគារជាផ្លូវការគឺតួលេខផ្លូវការមាន35នាក់ហើយអ្នកដែលសង្គ្រោះបានមាន9នាក់និងអ្នកដែលជាប់នៅក្នុងអាគារកំពុងបាត់ខ្លួនមាន59នាក់ទៀតបាទសូមបញ្ជាក់ផងដែរថាអាគារនោះបាទគឺមានអ្នករងគ្រោះ103នាក់ប្រិមត្តណាបាទ103នាក់បើតាមប្រវ័ណ្ណដែលជាជនជាតិខ្មែរមួយរូបក្នុងចំណោមជនបរទេសមកពីតាមបណ្ដាប្រទេសនានាដែលបានស្វះស្វែងបាទជួយធ្វើកិច្ចការងាររុករកបាទនៅក្នុងអាគារដែលដួលរលំនោះបាទបានឲ្យដឹងថាការពិតទៅពាក្យដែលគេថាមានអ្នកដែលអាចនៅមានជីវិតហ្នឹងគឺមិនត្រឹមត្រូវទេបាទដោយសារតែពីព្រោះជាក់ស្ដែងគឺក្រុមការងារហ្នឹងគឺមានសង្ឃឹមតិចតួចបំផុតបាទដែលគេគិតថាអាចជួបអ្នកដែលនៅមានជីវិតណាពីព្រោះគេប្រើបច្ចេកវិទ្យា scan ហើយនឹងស្ដាប់សំឡេងដកដង្ហើមហ្នឹងគឺរកមិនឃើញមានសំឡេងដកដង្ហើមទេប្រិមិត្តប៉ុន្តែសម្រាប់អ្នកបច្ចេកទេសក៏ដូចជាអ្នករុករកហ្នឹងក៏គេបានអះអាងផងដែរថាមានសញ្ញាដង្ហើមអ្នកដែលរស់រានមានជីវិតទេក៏ប៉ុន្តែបាទគេគ្រាន់តែឃើញសញ្ញាភ្លើងទូរស័ព្ទបាទនៅក្នុងអាគារជម្រៅប្រមាណជា5ម៉ែត្រវាស់ចាប់ពីលើពំនូកបាទនៃអាគារបាក់បែកនោះទៅក្រោមបាទហើយមានរឿងរ៉ាវពីរបាទដែលបានកើតមានឡើងនៅក្នុងហេតុការណ៍ចាប់ពីពេលដែលព្រឹត្តិការណ៍បាក់អាគារនេះបានកើតឡើងបាទសម្រាប់អ្នកដែលរស់នៅទីនោះបាទតើគេបានជួបហេតុការណ៍អ្វីខ្លះដែរទេបាទបើយើងនិយាយពីរឿងអបិយជំនឿវិញបាទមានរឿងពីរដែលខ្ញុំតាមដានទៅបាទគឺឃើញថាខាងថៃហ្នឹងក៏គេមានការចាប់អារម្មណ៍ដែរពីព្រោះថៃគឺជាប្រទេសមួយដែលមានជំនឿខ្លាំងក្លាដែរបាទដូចខ្មែរយើងដែររឿងពីរយ៉ាងនោះបាទទី1គឺមានគ្រឿងចក្រជាច្រើនគ្រឿងត្រូវបានខូចនៅពេលដែលទៅដល់ចំណុចគេហៅថាតំបន់ C បាទនិងតំបន់ B តំបន់ទាំងពីរនេះគឺគេចាត់ទុកថាជាតំបន់ដែលមានមនុស្សជាប់នៅទីនោះច្រើនប្រិមត្តណាបាទបើតំបន់ A ហើយនិងតំបន់ D បាទគឺមិនសូវជារកឃើញអ្នកដែលជាប់នៅទីនោះទេអញ្ចឹងតំបន់ដែលមានមនុស្សជាប់ច្រើនគឺនៅតំបន់ C និងតំបន់ B បាទពេលដែលគ្រឿងចក្រចាប់ផ្ដើមចូលទៅកោះកកាយឈូសឆាយដើម្បីកាត់សរសៃដែកឬក៏ស្ទូចដុំផែនបេតុងបាទយកចេញហ្នឹងគឺចូលទៅខូចតែម្ដងប្រិមិត្តមិនថាតែគ្រឿងចក្រនឹងចាស់ឬក៏ថ្មីយ៉ាងណាទេបាទគឺចូលទៅខូចតែម្ដងនេះជាការកត់សម្គាល់ហើយរហូតដល់ពេលខ្លះបាទគឺមុននឹងធ្វើគឺគេតែងតែអុជធូបបន់ស្រន់បួងសួងអីចឹងទៅបាទហើយពេលថ្មីកន្លងទៅនេះខាងថៃហ្នឹងក៏បាននិមន្តព្រះសង្ឃល្បីបាទរបស់ប្រទេសថៃដើម្បីមកសូត្រមន្តប្រោះព្រំបាទសូមឲ្យបើកផ្លូវបាទជួយឲ្យកិច្ចការងាររុករកនឹងបានឆាប់បានរលូនបាទដើម្បីនាំ
រូបរាងកាយអ្នកដែលបាត់ខ្លួនហ្នឹងបាទត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញឲ្យបានឆាប់ណាបាទនឹងគឺជាជំនឿមួយបាទដែលគេបានជួបប្រទេសបាទហើយក៏ជាហេតុការណ៍ផ្ទាល់ដែរប្រិមិត្តដែលគេជួបប្រទេសណាបាទគឺជារឿងមួយដែលនឹកស្មានមិនដល់ហើយសម្បីតែប្រវ័នហ្នឹងក៏បាននិយាយដែរថាបាទគឺគ្រឿងចាក់របស់ខ្លួនបាទតែងតែខូចជារៀងរាល់ថ្ងៃតែម្ដងហើយចំណុចមួយទៀតបាទគឺគេបានរកឃើញបាទសញ្ញាមួយដូចអឺគេហៅថារបៀបថាលោកយាយលោកតាហ្នឹងគឺជាប្រភេទដូចជាអ្នកតាឬក៏ជាម្ចាស់ទឹកម្ចាស់ដីនៅទីនោះបាទគឺនៅអង្គុយនៅលើកំពូលបាទអាគារដែលបាក់បែកនឹងតែម្ដងបាទប៉ុន្តែដល់ពេលដែលគេស៊ូមមើលចិត្តទៅបាទគឺការពិតគឺជាថ្មស៊ីម៉ងต์នឹងទេតែបើយើងមើលពីចម្ងាយទៅគឺដូចបាទលោកយាយលោកតាម្ចាស់ទឹកដីដែលថែរក្សានៅទីនោះណាបាទជារឿងមួយភ្ញាក់ផ្អើលមែនទែនសម្រាប់ថៃបាទហើយចំណុចមួយទៀតបាទមានចំណុចបន្តបន្សំមួយទៀតបាទគឺមានរឿងហេតុដែលគេរកបាទនៅទីនោះបានពេលដែលសម្រាកបាទពេលយប់បាទគឺគេបានឮសំឡេងមនុស្សស្រីប្រិមត្តណាបាទឮសំឡេងមនុស្សស្រីបាទស្រែកហៅខ្សៅថាឲ្យជួយផងបាទឲ្យជួយផងជួយនាំខ្ញុំយកទៅផ្ទះផងបាទហើយអ្នកដែលជួយសង្គ្រោះម្នាក់ហ្នឹងគាត់ដេកគេហៅថាដេកលាវពាក់កណ្ដាលលក់ពាក់កណ្ដាលភ្ញាក់ដឹងខ្លួនអញ្ចឹងហើយគាត់ក៏បាទឆ្លើយតបទៅវិញថាចាំគាត់ជួយសង្គ្រោះបាទនាំទៅផ្ទះឲ្យបានបាទពេលដែលភ្ញាក់ឡើងគឺគាត់មិនហ៊ាននិយាយរឿងនឹងប្រាប់គេទេប៉ុន្តែលុះ 3-4 ថ្ងៃក្រោយមកបាទក៏មានមិត្តភ័ក្តិធ្វើការរួមគ្នាហ្នឹងបាទជាអ្នករុករកដូចគ្នាហ្នឹងបាទគឺគាត់ឃើញបែបហ្នឹងដែរបាទអញ្ចឹងក៏ជារឿងមួយចម្លែកដែរបានហេតុដែលចម្លែកបាទដែលបានកើតមាននៅអាគារដួលរលំបាននៅក្នុងប្រទេសថៃហើយគិតមកត្រឹមពេលនេះបាទគឺការរុករកហ្នឹងគឺកំពុងតែសម្រុកមែនទែនបាទដើម្បីឲ្យបានឆាប់រកឃើញអ្នកដែលនៅជាប់នៅក្នុងអាគារ